សូមស្វាគមន៍មកកាន់សាលាជំនាញវេយ្យាករណ៍និងបកប្រែដែលមានបរិញ្ញាបត្រវេយ្យាករណ៍គ្រប់កម្រិតបកប្រែសំណេរបកប្រែទាន់មាត់ទូទៅគ្រប់កម្រិតអូខេថ្ងៃនេះខ្ញុំបរិញ្ញាបត្រអ្នកបន្តនៅបកប្រែប្រដាក់ភាគ2អង់គ្លេសក្នុងគ្នានេះគឺ Posting Interpretation Part 2អត្ថបទទី3នេះជាចំណងជើងប្រុសម្នាក់និងស្រីម្នាក់បានបង្កាត់ភ្លើងស្នេហ៍ទាំងខុសប្រពៃណីហើយអង់គ្លេសខ្ញុំបកស្តង់ដារអន្តរជាតិ Boy, girl make loving fire with contradictory tradition ឥឡូវខ្ញុំស្រង់ពាក្យសិនណា lexicon ពាក្យកស័ព្ទអញ្ចឹងខ្ញុំស្រង់ពាក្យមកបរៀនអ្នកនរគ្នាពាក្យនៅក្នុងអត្ថបទទី3នេះទាំងអស់មាន20ពាក្យពាក្យទី1 marry in line with tradition marry in line with tradition រៀបការតាមប្រពៃណីពាក្យទី2 propose to ស្ដីដណ្ដឹងពាក្យទី3 reply ឆ្លើយតបពាក្យទី4 boy shy ភាគីខាងប្រុសពាក្យទី5 girl shy ភាគីខាងស្រីពាក្យទី6 badly tarnish the honor badly tarnish the honor អានេះអត់អាន honor ណាអាន honor ធ្វើឲ្យអាប់អោនកិត្តិយសយ៉ាងខ្លាំងពាក្យទី7 at any rate អានេះបើអានជាប់ at any rate ទោះបីយ៉ាងណាក៏ដោយពាក្យទី8 make loving fire បង្កាត់រឿងស្នេហ៍ពាក្យទី9 lead up to អានេះបើអានចប់ lead up to បានពីន័យណាអត្ថន័យទី1ឈានដល់អត្ថន័យទី2ប្រែថាឈានទៅរកពាក្យទី10 hiddenly ដោយលួចលាក់ពាក្យទី11 have a hidden love ស្រឡាញ់គ្នាលួចលាក់ពាក្យទី12 still to know លួចដឹងពាក្យទី13 instead យ៉ាងណាមិញពាក្យទី14 happen to បានពីន័យអត្ថន័យទី1កើតឡើងចំពោះអត្ថន័យទី2ប្រែថាកើតមានចំពោះពាក្យទី15 affection សេចក្តីស្រឡាញ់ពាក្យទី16 with the contradictory tradition ទាំងខុសប្រពៃណីពាក្យទី17 both male and female មិនថាប្រុសថាស្រីពាក្យទី18 both old and young មិនថាចាស់ថាក្មេងពាក្យទី19 case ករណីពាក្យទី20 about ខាងលើអូខេអ្នកនរគ្នាចឹងខ្ញុំបានអានពាក្យនៅក្នុងអត្ថបទទី3ហើយអ្នកនរគ្នាស្រង់យកទៅទន្ទិញទៅពាក្យណាដែលចេះហើយមិនបាច់ស្រង់ទេតែពាក្យណាដែលយើងអត់ទាន់ចេះថ្មីសុទ្ធយើងយកស្រង់យកទៅទន្ទិញទៅហើយយកទៅប្រើការនៅក្នុងស្ថាប័នការងាររបស់អ្នកនរគ្នាចុះណាអូខេចុងក្រោយជូនពរដល់អ្នកនរគ្នាជាពិសេសសិស្សរបស់ខ្ញុំទទួលបានជោគជ័យក្នុងការសិក្សា